នេះជាតួនៃប្រាសាទតិចក្តីបាទយើងដល់ខាងក្នុងហើយផ្នែកខាងក្នុងហើយអានោះមើលទៅស្តៀងប្រាសាទព្រះខ័នបន្តិចកន្លែងនោះប៉ុន្តែមានតែមួយជាន់ប្រាសាទព្រះខ័នមាន2ជាន់នេះនៅខាងក្នុងនេះប្រាសាទបន្ទាយក្តីថ្ងៃរះចាំងចែងល្អថ្ងៃមកផ្លូវចូលទៅក្នុងទៀតនេះអានេះស្តៀងប្រាសាទព្រះខ័នដែរកន្លែងនេះហ៎ប៉ុន្តែមានតែមួយជាន់បាទប្រាសាទព្រះខ័នមាន2ជាន់ហើយមានផ្លូវឡើងទៅអានេះគឺអត់មានទេប៉ុន្តែស្អាតដូចគ្នាយើងអត់ដឹងថាពីមុនមានឬក៏អត់ចឹងណាព្រោះផ្នែកខាងលើនេះយើងអត់ដឹងថាម៉េចដែរផ្នែកខាងក្នុងអីគេបងពូខៀវគេថាឃើញពស់តំណាងល្អប៉ុន្តែកុំឲ្យពស់ចឹកឃើញពស់តំណាងល្អបើកុំឲ្យពស់ចឹកផ្នែកខាងក្នុងទៅស្អាតវ៉ាវភ្លឺល្អណាត្រូវភ្លៀងខែភ្លៀងអញ្ចឹងភ្លឺល្អស្អាតថ្ងៃនេះរៀងស្អកកមេឃតិចចុះតិចនៅសៀមរាបមេឃចុះតិចអាយអូសៀមរាបមេឃចុះតិចស្អកកបណ្ដោយផ្លូវចូលទៅក្នុងទៀតដល់មុនទៅនៅក្រោយទៅដើរផ្លូវមកធ្វើកាយមកឈរអ្នកមកមួយធ្វើណោះ1 2 3គេថតរូបស្លឹកដែរតោះយើងទៅទៀតចូលក្តៅមើលហ៊ូអូយនេះដល់នេះនេះចូលណាស់ថតរូបស្លឹកដែរអូថតកាមេរ៉ាវីដេអូក៏បានរូបសម្លឹកឬស្លឹកក៏បានដែរតោះទៀតអាយ៉ាចុះវីដេអូនេះរឹងវែងតិចហើយវីដេអូយើងចង់ឲ្យឃើញផ្លូវដើរចូលប្រាសាទចឹងណាវ៉ាវ